ចឹងនៅបានដឹងចឹងគឺខ្ញុំបាន experience ឬក៏ខ្ញុំជួបផ្ទះផ្ទាល់នៅការរត់ជួយដីដោយសារតែនៅក្នុងប្រទេសថៃឬក៏យើងមានកម្មវិធី event ធំមែនតើក្នុងរយៈពេលអាទិត្យហ្នឹងមែនតើនិយាយថាអាទិត្យហ្នឹងគឺតាក់ទងជាមួយនឹង C blockchain week ឬក៏ C អាគ្នេយ៍តាក់ទងជាមួយ crypto blockchain week ផងដែរចឹងមករយៈពេលចុងក្រោយហ្នឹងគឺមាន tourist មានអ្នកដែលគាត់ចូល event project កាក់ច្រើនមែនតើប៉ុន្តែត្រូវបានធ្វើការ cancel ឬក៏អញ្ញាកម្មវិធីហ្នឹងគឺត្រូវបានបិទដោយសារតែតាក់ទងជាមួយនឹងការរត់ជួយដីហើយនិយាយតាក់ទងជាមួយនឹងការរត់ជួយដីហ្នឹងគឺសម្រាប់ខ្ញុំផ្ទាល់អញ្ញាជាលើកទី1របស់ខ្ញុំហើយខ្ញុំក៏ experience ផ្ទាល់មែនតើហើយខ្ញុំនៅក្នុងអាគារទៀតហើយអាគាររបស់ខ្ញុំខ្ពស់មែនតើនេះចិត្ត50ជាន់ជាងហើយខ្ញុំចុះពីជាន់ប្រហែលជាអញ្ញា40 floor ជាងខ្ញុំចុះប្រហែលជា40ជាន់ជាងរហូតដល់ក្រោមតាមរយៈចដាលដោយសារចដាលយន្តពេលហ្នឹងគឺប្រើអត់កើតនិយាយចំពេលហ្នឹងគឺខ្ញុំកំពុងតែគេងហើយខ្ញុំអញ្ញាខ្ញុំភ្ញាក់ឡើងទាំងរយៈពេលដែលអញ្ញាអាគាររបស់ខ្ញុំរៀងអញ្ញាលឺសលេងធ្លាក់អីច្រើនមែនតើធ្លាក់ហ្នឹងខ្ញុំដឹងអាកើតអីតែពេលដែលខ្ញុំងើបឈរអញ្ញានៅក្នុងបន្ទប់របស់ខ្ញុំគឺអាគារចាប់ដើមចែទៅវិញមក swing ចុះ swing ឡើង rotate ចឹងពេលហ្នឹងខ្ញុំអាចនិយាយបានថាខ្ញុំអត់សូវភ័យទេគឺអញ្ញាខ្ញុំរៀងមានទំនួលខុសត្រូវខ្ញុំអញ្ញាខ្ញុំរៀងអញ្ញា control ខ្លួនឯងបាន emotional ខ្លួនឯងបានខ្ញុំអញ្ញាខ្ញុំចាប់បាន collect តាក់ទងពីទូរស័ព្ទខ្ញុំតាក់ទងពី kick card ហើយខ្ញុំកំពុងគិតថាអញ្ញាពេលហ្នឹងខ្ញុំអត់ដឹងថាមានការរញ្ជួយដីខ្ញុំគិតថាប្រហែលជាអាគារខ្ញុំមានបញ្ហាឬក៏អាគារវារលំអីចឹងឬក៏ collapse អីចឹងប៉ុន្តែពេលនេះខ្ញុំចង់ឡើងទៅលើវិញដោយសារខ្ញុំគិតថាបើសិនជាអាគារខ្ញុំរលំឬក៏ collapse ឡើងលើគឺភាគរយច្រើនតែដែលមានគ្រោះថ្នាក់តែមកស្ទុះទៀតវាអញ្ញាវារៀង swing ចុះឡើងរៀង slow down ចឹងខ្ញុំគិតថាអាកាសដែលខ្ញុំអាចចោះកម្មចដាគឺវារៀងភាគរយលឿនច្រើនចឹងខ្ញុំអាចចុះប្រហែលជារយៈពេល5នាទីទៅ10នាទីប៉ុន្តែ lucky មែនតើអាគារខ្ញុំរឹងមាំខ្លាំងមែនតើហើយមួយទៀតដូចខ្ញុំនិយាយចឹងគឺយើងកូនខ្មែរឈាមខ្មែរចឹងសុខភាពយើងច្រើនមែនតើដោយសារដូនតាចឹងថែអាសាចឹងហ្នឹងជាបៃជំនឿរបស់យើងប៉ុន្តែខ្ញុំគិតថាវាភាគរយដែរវាបុកសំជាមួយនឹងអ្វីដែលយើងព្រឹត្តិការណ៍កើតឡើងវាអញ្ញា lucky ដែរព្រោះអាគារដែលខ្ញុំកំពុងនៅហ្នឹងគឺវាសុខភាពខ្លាំងមែនតើអញ្ញាវាអត់សូវអីវាអត់សូវមានហានិភ័យជាអាគារផ្សេងឥឡូវនេះគឺខ្ញុំនៅក្នុងទឹកដីអច្ឆរិយៈយើងវិញហើយគឺទឹកដីសុវណ្ណភូមិរបស់យើងសុខភាពដែលអត់មានប៉ះពាល់ឬក៏ fake តាក់ទងពីការជួយដីហើយមួយទៀតដែលអ្នកដឹងចឹងគឺខ្ញុំក៏បានផុសក្នុង Telegram ខ្ញុំតាក់ទងជាមួយនឹង Binance Land Pool ថ្មីជាមួយនឹងកាក់កាន់ចំពោះបច្ចេកកាន់នេះគឺបងប្អូនអាចធ្វើការដូចខ្ញុំនិយាយចឹងគឺអ្នកនេះអាចធ្វើការ staking នៅក្នុង Binance បានដូចជា BNB SDUC Pool ហើយជាមួយនឹង USDC ផងដែរដែលឥឡូវមាន3កាក់ដើម្បីធ្វើការ stake ដើម្បីទទួលបានកាក់ហ្នឹងចឹងតាក់ទងពីបច្ចេកកាន់នេះបើតាមមើលទៅវាជាលក្ខណៈ bet ជា Battle Royale 2.0 ហើយកាក់កាន់នេះគឺយើងអាចធ្វើការចូលទៅក្នុង website បានគឺមានន័យថារាល់ពេលដែលយើងមានកាក់ហ្នឹងឬយើងអាចធ្វើការទិញអាវុធទិញអីឬក៏យើងទិញដូចជា NFT របស់គេដែល platform របស់គេមានចឹងហើយមួយទៀតតាក់ទងជាមួយនឹងកាក់កាន់ហ្នឹងគឺវាមិនមែនមានន័យថាជា game កាក់កាន់ទេមានន័យថា game ហ្នឹងគឺជា negative token របស់កាក់ជាច្រើនឬក៏ game ជាច្រើនផងដែរដែលមានដូចជា Up Degree Techno Cost ហើយនឹង game ផ្សេងៗទៀតនៅថ្ងៃអនាគតបើសិនជាគេមានអញ្ចឹងដូចយើងបានឃើញហ្នឹង Up Degree គឺជា game មួយដែលយើងអាចលេងនៅលើ PC PlayStation 5 Xbox ឬក៏តាក់ទងជាមួយនឹង Mac ផងដែរហើយមួយទៀតគឺលេងនៅលើ iOS ហើយនិង Android គឺជាប្រភេទដូចជា Techno Cost អញ្ចឹង game របស់វាបច្ចុប្បន្នដែលវាបានបង្ហាញគឺវាមាន2អញ្ចឹងមានន័យថាកាក់កាន់ឬក៏កាក់ negative token របស់វាហ្នឹងគឺវាអាចប្រើប្រាស់បាននៅលើ game ទាំងពីរហ្នឹងឬក៏ platform ទាំងពីរហ្នឹងអញ្ចឹងព័ត៌មានបន្ថែមគឺអ្នកអ្នកធ្វើការតាមដានលើ website ទេប៉ុន្តែដូចខ្ញុំនិយាយចឹងបើសិនអ្នកចង់ invest ឬក៏ចង់វិនិយោគតាក់ទងជាមួយនឹង web 3 game គឺវារៀងហានិភ័យទី narrative របស់វាគឺអត់ទាន់ popular ឬក៏អត់ទាន់ viral ម្ដងទៀតទេដូចជំនាន់មុនការដែល Sandbox គាត់ viral ហ្នឹងគឺតាក់ទងជាមួយនឹង Meta ឬក៏តាក់ទងជាមួយក្រុមហ៊ុន Facebook ដែលគាត់ announcement តែតាក់ទងពី Metaverse ផ្សេងៗទៀតអញ្ចឹងបើចង់ជាវិនិយោគជាមួយនឹងកាក់ផ្សេងឬកាក់ថ្មីៗដូចខ្ញុំនិយាយចឹងគឺវារៀងហានិភ័យទីសារកាក់ថ្មីៗដែលទុំលីកចុងក្រោយនេះគឺធ្លាក់ខ្លាំងមែនតើទាំងព័ត៌មានបន្ថែមខ្ញុំនឹងព្យាយាមប្រាប់អ្នកនេះតើអ្វីដែលយើងអាចធ្វើទៅបានហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយខែថ្មីរបស់យើងចឹងនៅក្នុងខែ3នេះគឺខ្ញុំព្យាយាម set up តាក់ទងជាមួយនឹង data center របស់យើងមួយនៅក្នុងប្រជាជាតិកម្ពុជារបស់យើងហើយយើងនឹងមានតន័យតាក់ទងពី signal តន័យតាក់ទងពី data ឬក៏អញ្ញាវាប្រសើរឡើងជាងមុនទៅទៀតដែលយើងមិនបាច់ចាំ depend នៅលើសិង្ហបុរីឬក៏បាងកកផងដែរព្រោះនៅពេលដែលយើងអត់នៅ office វាយើងពិបាកមែនតើនៅពេលដែលយើងមើលតន័យតាក់ទងពី plumber terminal ឬក៏ data ផ្សេងៗឬក៏ការងាររបស់យើងគឺយើងវា slow down មែនតើតែយើងសង្ឃឹមថាយើងអាច build នៅក្នុងប្រជាជាតិកម្ពុជាយើងហើយយើងក៏យក power ដោយ business venture ហើយយើងនឹងព្យាយាម register ឈ្មោះឬក៏បងប្អូនផងដែរនៅក្នុងប្រជាជាតិកម្ពុជាយើងផងដែរអញ្ចឹងយើងនឹងព្យាយាម update តាអ្វីដែលយើងអាចធ្វើទៅបានហើយវីដេអូនេះមានប៉ុណ្្នឹងហើយខ្ញុំសង្ឃឹមថាអ្នកនឹងចូលចិត្តវីដេអូនេះហើយដូចខ្ញុំនិយាយប្រាប់អ្នកនេះអញ្ចឹងគឺខែថ្មីឆ្នាំថ្មីយើងនឹងមានអី update ច្រើនចែកជូនអ្នកនេះហើយមួយទៀតមហាសង្គ្រាមរបស់យើង coming ផងដែរសូមជម្រាបលាអ្នកនេះ and see you ឬក៏ see អ្នកនេះឬក៏ see you guys inside the អាណាចក្រ crypto ផងដែរ